លោកគ្រូវីដេអូនេះយើងនឹងបង្ហាញពីរបៀបក្នុងការចូលប្រព័ន្ធ CRM នៅក្នុងតាមរយៈ computer ឬ website របស់កម្មវិធី CRM របស់ពួកយើងអញ្ចឹងលោកគ្រូដំបូងលោកគ្រូចូលក្នុងប្រព័ន្ធនៃលេខកូដឈ្មោះដែលពួកក្រុមខាងក្រុមការងារបានផ្ដល់ជូនអញ្ចឹងខ្ញុំឧទាហរណ៍ជូនហើយនឹងលេខសម្ងាត់ដែលលោកគ្រូបានទទួលពីក្រុមការងារឬក៏លេខសម្ងាត់ដែលលោកគ្រូបានផ្លាស់ប្ដូរហើយហ្នឹងអញ្ចឹងនៅពេលដែលលោកគ្រូចូលហ្នឹងដែលលេខសម្ងាត់ដែលពួកខ្ញុំបកគោលឲ្យហ្នឹងនៅពេលដែលលោកគ្រូចូលវានឹងទាមទារលោកគ្រូបដូរ password ថ្មីដែលការដូរនេះគឺតែម្ដងទេនៅពេលដែលលោកគ្រូចូលដំបូងពេលលើកក្រោយវានឹងអត់ទាមទារទេលោកគ្រូប្រើតែលេខកូដថ្មីទៅគឺចូលបានហើយអញ្ចឹងដំបូងលោកគ្រូត្រូវវាយលេខកូដដែលពួកខ្ញុំឲ្យដែលវាយនេះបន្ទាប់មកលេខកូដថ្មីរបស់លោកគ្រូដែលត្រូវប្រើបន្ទាប់ពីដូរហើយអញ្ចឹងខ្ញុំវាយលេខកូដថ្មីដែលខ្ញុំត្រូវអញ្ចឹងពេលវាយលេខកូដថ្មីហើយលោកគ្រូជួយ update password មកវានឹងនាំលោកគ្រូចូលមកក្នុងប្រព័ន្ធរបស់ពួកយើងហើយអញ្ចឹងនៅនេះមាន dashboard របស់លោកគ្រូការចុះវត្តមានថ្ងៃនឹងអីគឺបង្ហាញនៅទីនេះអញ្ចឹងការចូលប្រព័ន្ធរបស់យើងបានជោគជ័យប៉ុណ្្នឹងឯង